លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃសុក្រទី10ខែតុលាឆ្នាំ2025ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT អញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែងនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍ស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ចូលជាធរមានគួរបញ្ជាក់ផងដែរថាក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយប្រទេសម៉ាឡេស៊ីនិងប្រទេសសមាជិកអាស៊ានដទៃទៀតបានចុះទៅបំពេញភារកិច្ចនៅទីកន្លែងដែលភាគីថៃកំពុងធ្វើសកម្មភាពរំលោភបំពាននៅភូមិព្រៃច័ន្ទដូចជាធ្វើការឈូសឆាយដីការរាវមានដោយក្រុមទាហានថៃប្រដាប់ដោយអាវុធចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាចំនួន2លើកគឺលើកទី1នៅវេលាម៉ោង 11:05 នាទីព្រឹកនិងលើកទី2នៅវេលាម៉ោង 13:55 នាទីរសៀលនិងចាប់តាំងពីវេលាព្រឹកមកទល់ពេលនេះនៅតែបន្តតាមដានដែលយកចិត្តទុកដាក់លើសភាពការនៅទីនោះនៅឡើយដើម្បីអាចស្វែងយល់និងវិតម្លៃហេតុការណ៍ខាងលើឲ្យបានច្បាស់លាស់ត្រឹមត្រូវនិងមិនលំអៀងស្របតាមអាណត្តិរបស់ខ្លួនក្នុងការធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពសូមគូបញ្ជាក់ផងដែរថាបើយោងតាមផែនការក្នុងរយៈពេញលេញមួយសប្តាហ៍នេះក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT នឹងតាមដានសភាពការនិងចុះសង្កេតការជាប្រចាំនៅភូមិខាងលើនេះរាយការណ៍ដោយអាណាចក្រវរ្ម័នអង្គភាព ANC សារព័ត៌មានដើម្បីជាតិនិងប្រជាជន